គ្រប់គ្នាទម្លាក់ឧបករណ៍ចោលភ្លាមហើយក្រោកឈរឡើងខ្ញុំសួរតែម្ដងគត់អ្នកណាឈ្មោះចាងស៊ីវហ៊ូចេញមុខមកលោកប្រធានខ្ញុំគឺចាងស៊ីវហ៊ូគឺអញមែនទេដើរមកកណ្ដាលនេះមកលោកប្រធានខ្ញុំធ្វើខុសមែនទេខ្ញុំសួរឯងមកធ្វើការទីនេះយូរប៉ុណ្ណាហើយបាន3ខែហើយចុះឆ្នាំនេះអាយុប៉ុន្មាន19ឆ្នាំខែនេះបើកប្រាក់ខែបានប៉ុន្មាននិយាយការពិតមកគឺ1500យន្តល្អណាស់ចុះវ៉ាងជៀនជន់ណៃណាហើយវាចេញមកភ្លាមលោកប្រធានកុំហៅមេកងអីខ្ញុំសុំអង្វរគាត់មិនចូលចិត្តខ្ញុំស្រាប់ហើយមានអីបន្ទោសខ្ញុំចុះខ្ញុំនឹងកែប្រែឥឡូវនេះហើយមិនចូលចិត្តស្អីរឿងនេះមិនពាក់ព័ន្ធនឹងអញទេគឺវាខ្វាក់ភ្នែកចិត្តខ្មៅថ្ងៃនេះខ្ញុំត្រូវតែរកខុសត្រូវឲ្យឃើញឲ្យវ៉ាងជៀនជន់ទៅការិយាល័យខ្ញុំឥឡូវនេះបើយឺតតែ1វិនាទីដេញចេញភ្លាមចាងស៊ីវហ៊ូខ្ញុំសួរឯងចុងក្រោយឯងគឺជានិស្សិតមែនទេហេតុអីមិនទៅរៀនខ្ញុំឈប់រៀនហើយប្អូនស្រីខ្ញុំចូលពេទ្យខ្ញុំត្រូវរកលុយបង់ថ្លៃព្យាបាលនាងតើតែបើកលុយនេះទើបគ្រប់ថ្លៃពេទ្យដល់ថ្នាក់ឯងប្រឹងធ្វើការសឹងស្លាប់គឺដើម្បីសន្សំលុយមើលជំងឺប្អូនមែនទេលោកប្រធានកុំខឹងមេកងអីខ្ញុំមិនអីទេពិតមែនលោកប្រធានមានរឿងអីមែនទេខ្ញុំកំពុងតែផឹកស្រាក្មេងនេះនៅផ្នែកឯងមែនទេបាត់គ្រាន់តែកម្មក៏មកការតើមានរឿងអីប្រាក់ខែស្តង់ដាររបស់គេប៉ុន្មានគឺ3000យន្តនឹងណា3000តែអញបើកឲ្យគេតែ1500កាត់1500ចោលកាត់អស់1500ឯងយកលុយនោះទៅណាហើយមកពីវាជ្រិតមិនល្អធ្វើការលេងតែទូរស័ព្ទចូលបន្ទប់ទឹកម្ដងកន្លះថ្ងៃខ្ជិលច្រអូសណាស់កាត់ប្រាក់ខែវាគឺសម្រុំបំផុតហើយសំណាស់កាមេរ៉ាទាំង18នៅក្នុងរោងចក្រខ្ញុំតាមដាន3ថ្ងៃជាប់គ្នាអ្នកមកមុនគេទៅក្រោយគេគឺវាអ្នកស្ម័គ្រចិត្តថែមម៉ោងក៏វាការងាររកខ្វក់ហត់នឿយស៊ូធ្វើទាំងអស់ក៏ជាវាអញហ៊ានថាវាខ្ជិលទៀតវាក៏គ្រាន់តែជាកម្មករមកការតើចាំបាច់អីប្រកាន់ខុសត្រូវម្លេះកម្មករមកការនៅក្នុងរោងចក្រខ្ញុំគឺស្មើភាពគ្នាបើកូនស្រីអញអាយុ19ឆ្នាំត្រូវឈប់រៀនដើម្បីរកលុយមើលជំងឺប្អូនធ្វើការស្ទើរស្លាប់ស្ទើររស់ត្រូវគេកាត់ប្រាក់ខែពាក់កណ្ដាលតើអញមានអារម្មណ៍មិនដែរវានៅក្មេងសោះឯងដាច់ចិត្តធ្វើបាបវាកូនអ្នកក្រសឹមតែត្រូវឯងធ្វើបាបមែនទេខ្ញុំខុសហើយខ្ញុំសងប្រាក់ខែវាវិញឥឡូវនេះខ្ញុំលែងហ៊ានទៀតហើយពោះពេលហើយលុយដែលឯងកេងប្រវាញ់ត្រូវកាត់ទ្វេដងពីប្រាក់ខែឥឡូវនេះទៅការិយាល័យរដ្ឋបាលលីឈប់ភ្លាមហាមឈានជើងចូលរោងចក្រខ្ញុំមួយជីវិតសៀវហ៊ូមកពីខ្ញុំមើលការខុសត្រូវមិនបានល្អទើបធ្វើឲ្យអញរងអយុត្តិធម៌បែបនេះប៉ាខ្ញុំថ្មិញខ្សោយខំរបស់រឹងមិនបានមិនក៏រឿងច្រើនម្លេះទៅពេទ្យថ្មិញអស់រាប់ម៉ឺនមានបានការអីទេប៉ាមានតែកូនប្រុសខ្ញុំម្នាក់គត់ចង់ចែកទ្រព្យសម្បត្តិមែនទេកុំសង្ឃឹមថ្ងៃស្អែកជួបគ្នានៅតុលាការយកលុយ100000នេះត្រឡប់ទៅរៀនវិញចុះថ្លៃរៀននិងថ្លៃពេទ្យបងឯងខ្ញុំជាអ្នករ៉ាប់រងទៅមុខទៀតត្រូវខំរៀនមិនអនុញ្ញាតឲ្យឈប់ទៀតទេលោកប្រធានលោកជាអ្នកមានគុណខ្ញុំមួយជីវិតនេះខ្ញុំមិនភ្លេចគុណលោកទេខ្ញុំសន្យាថានឹងខំរៀនថ្ងៃក្រោយនឹងមកសងគុណលោកវិញខំរៀនយកចំណេះដឹងគឺជារបៀបសងគុណល្អបំផុតហើយប្រញាប់ទៅសាលាវិញទៅលោកប្រធានអំបញ្ញមិញខ្ញុំលួចចេះថាលោកតាមានបញ្ហាថ្មិញទំពាបាយមិនម៉ត់មែនទេកុំរំលឹកអីថ្មិញប៉ាខ្ញុំខ្សោយណាស់នេះក៏មិនហ៊ានញ៉ាំនោះក៏មិនហ៊ានញ៉ាំទៅពេទ្យមិនដឹងប៉ុន្មានដងអស់លុយក៏ច្រើនតែឥតប្រយោជន៍ប្រពន្ធឆ្លោះរាល់ថ្ងៃស្ទើរតែបែកបាក់គ្រួសារទៅហើយលោកសាក់ជឿខ្ញុំទៅប្រើអំបិលផ្ទះបាយដុសថ្មិញនេះជារូបមន្តដំពូជពីលោកទូតខ្ញុំចាស់ផ្ទះខ្ញុំថ្មិញអត់រង្គើអត់ឈឺអាចខំឆ្អឹងរឹងបានអំបិលពិតជាពូកែមែនការពិតមែនចាំខ្ញុំប្រាប់វិធីលោកយកទៅឲ្យលោកតាសាក់ប្រើទៅត្រជាក់ក្តៅជូរហឹរញ៉ាំបានទាំងអស់លែងចាំបាច់ខាត់លុយអត់ប្រយោជន៍ទៀតហើយចាត់ទុកថាជាការសងគុណដែលលោកបានជួយខ្ញុំចុះក្មេងល្អ
ពិតជាអរគុណឯងខ្លាំងណាស់ឆាប់បង្រៀនខ្ញុំមកសូមប្រាប់ការពិតដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំបិលមួយកំប៉ុងក្នុងផ្ទះបាយបើមួយជីវិតនេះអ្នកប្រើវាត្រឹមតែឆាំហូបនិងស្លស៊ុបនោះគឺពិតជាមើលរំលងរបស់ល្អហើយអំបិលនេះគ្រប់ផ្ទះសុទ្ធតែមានប៉ុន្តែក្នុងចំណោមមនុស្ស10នាក់ខ្ញុំហ៊ានធានាថា9នាក់ហើយដែលមិនដឹងថាវាមានលក្ខគុណប្រយោជន៍ដ៏អស្ចារ្យមួយនិយាយទៅស្ទើរតែមិនគួរឲ្យជឿសោះថ្នាំដុសធ្មេញថ្លៃតម្លៃរាប់សិបរាប់រយយន្តនៅតាមសន្តាគារទាំងនោះសុទ្ធតែមិនអាចប្រៀបជាមួយអំបិលគ្រើមក្នុងផ្ទះបាយយើងបានទេអំបិលគ្រើមនេះបើលាយជាមួយគ្រឿងម្យ៉ាងទៀតដុសកន្លះខែធ្មេញអ្នកនឹងរឹងមាំដូចកាលនៅក្មេងអញ្ចឹងញ៉ាំអ្វីក៏ឆ្ងាញ់មនុស្ស99%មិនធ្លាប់ដឹងពីវិធីធ្វើឲ្យធ្មេញរឹងមាំស្អាតនិងចំណាយតិចបំផុតនេះទេតាមពិតគឺលាក់នៅក្នុងអំបិលនេះឯងបើពេលធម្មតាមានអារម្មណ៍ថាធ្មេញស្រអាប់ព្រោះធ្មេញរង្គើញ៉ាំរបស់រឹងបន្តិចក៏ខំមិនបានពេលនេះសូមកុំប្រឹងដុសធ្មេញឲ្យសោះក្នុងក្បួនត្រកូលចាងយើងមានកត់ត្រាតាំងពីជំនាន់លោកទូតមកការដុសធ្មេញគឺប្រើតែអំបិលនេះទេនិយាយត្រឹមលោកយាយខ្ញុំទៅចុះចូលឆ្នាំហើយអាយុ92ឆ្នាំដើរត្រូវតង់ជញ្ជាំងប៉ុន្តែអ្នកសាកមើលធ្មេញគាត់ទៅធ្វើឲ្យគេច្រណែនមកឆ្អឹងជំនៀរក៏ខំបានគ្មានញើសអ្វីទាំងអស់ប៉ាម៉ាក់ខ្ញុំឆ្នាំនេះ70ហើយធ្មេញនៅក្នុងមាត់នៅតែរឹងមាំល្អមិនមានរង្គើសំបីមួយគ្រាប់សឹកបោះមកមើលទៅល្អជាងធ្មេញខ្ញុំទៀតប្រសិនបើអ្នកកំពុងជួបបញ្ហាប្រឡោះធ្មេញធំធ្មេញថ្កាមរង្គើទាំងខ្មៅទាំងលឿងថែមទាំងស្រាវញ៉ាំបាយមិនកើតក្លិនមាត់រលាកខ្លាចទាំងត្រជាក់ក្តៅជូរផ្អែមនោះអ្នកត្រូវតែសាកល្បងម្ដងមើលចាស់ពោត្រូវការហូបចុកគឺសំខាន់បំផុតធ្មេញគឺជាទ្វារទី1បើធ្មេញនេះមានបញ្ហាហើយបញ្ហាសុខភាពជាច្រើនទៀតក៏នឹងកើតមានបន្តបន្ទាប់ដែរទោះបីជាឆ្នាំនេះអ្នកអាយុ40ឬ50ឆ្នាំក៏ដោយខ្ញុំហ៊ានវាយទ្រូងធានាថាវិធីនេះយកទៅប្រើដឹងតែមានប្រសិទ្ធភាពហើយអនុវត្តក៏ងាយស្រួលដូច្នេះថ្ងៃនេះខ្ញុំនឹងបើកបង្ហាញការពិតប្រាប់ពីគន្លឹះថ្មីក្នុងការប្រើប្រាស់អំបិលនេះដល់អ្នកទាំងអស់គ្នាឲ្យអស់កាន់នេះរបស់ខ្ញុំនេះមិនដែលធ្វើរឿងលាក់លៀមទេហើយក៏មិនលាក់ចំណេះដឹងដែរខ្ញុំគ្រាន់តែចង់យកវិធីសាស្ត្របុរាណនេះប្រាប់ឲ្យច្បាស់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំបិលនេះទោះបីប្រាប់ថាជាអំបិលក៏ពិតមែនតែបើអ្នកចេះតែយកមួយក្តាប់ទៅដុសលើច្រាសនោះគឺគ្មានប្រសិទ្ធភាពទេខាត់កម្លាំងទេអ្នកគ្រាន់តែយកវាទៅលាយជាមួយរបស់តូចមួយទៀតគុណភាពរបស់វានឹងប្រែប្រួលភ្លាមខ្ញុំនឹងនិយាយពីរូបមន្តនេះម្ដងទៀតគឺសង្ឃឹមថានឹងអាចជួយមនុស្សចាស់បានច្រើនបងប្អូនដែលខ្លាចស្ដាប់ហើយភ្លេចកុំភ្លេចចុចបេះដូងនិងរក្សាទុកវីដេអូនេះផងរួចចែករំលែកបន្តទៅឲ្យប៉ាម៉ាក់បងប្អូននេះទើបជាការយកចិត្តទុកដាក់ពិតប្រាកដវិធីធ្វើនិយាយមែនគឺពិតជាងាយស្រួលមែនទែនអ្នកគ្រាន់តែត្រៀមអំបិលបៃតងធំចំនួន3គ្រាប់បើនៅផ្ទះរកមិនបានភ្លាមទេអាចរកទិញតាមអនឡាញឬនៅអស្ថានរកអំបិលបៃតងដែលផលិតចេញពីបឹងអំបិលក៏បានបន្ទាប់មកយកមើមផេវហ្វូសេ3ចំណិតយករបស់ពីរមុខនេះលាយចូលគ្នាក្នុងបរិមាណ1ទល់នឹង1កិនឲ្យមកជីម្សៅជារៀងរាល់ថ្ងៃពេលក្រោកពីគេងនិងមុនចូលគេងយកច្រាសដុសធ្មេញជ្រលក់ម្សៅនេះយកមកដុសពេលដុសត្រូវចាំថាត្រូវតែប្រើទឹកក្តៅហាមប្រើទឹកត្រជាក់ដាច់ខាតអនុវត្តបែបនេះជាង1ខែអ្នកយកអណ្ដាតរញូសធ្មេញដោយខ្លួនឯងទៅដឹងតែមានអារម្មណ៍ថាធ្មេញរឹងមាំជាងមុនច្រើនបងប្អូនដែលចង់លាយខ្លួនឯងអាចទិញតាមរូបមន្តនេះបានបើគិតថាកិនខ្លួនឯងរៀងពិបាកសូមចុចលើរូប profile ខ្ញុំនៅខាងឆ្វេងផ្នែកខាងក្រោមនៅក្នុងស្ដមានលក់ម្សៅអំបិលបៃតងនេះដែលចាស់នៅផ្ទះខ្ញុំកំពុងប្រើផ្ទាល់គ្រឿងផ្សំស្អាតល្អថ្ងៃនេះចំពេលរោងចក្រមានប្រូម៉ូសិនតម្លៃក៏មិនថ្លៃទិញពីកំប៉ុងឲ្យប៉ាម៉ាក់សាក់ទៅចាប់ពីថ្ងៃនេះទៅប្រើអំបិលនេះដើម្បីថែរក្សាខ្លួនឯងនិងក្រុមគ្រួសារអ្នកជាចុងក្រោយសូមជូនពរឲ្យអ្នកមានសុខភាពល្អនិងជួបតែសេចក្តីសុខគ្រប់ប្រការ